ថ្ងៃនេះចែករំលែកបន្តិចសម្រាប់ការភ្ជាប់សណាញ់បាទដោយសារបាតរបស់យើងប្រើសណាញ់3លីអញ្ចឹងយើងត្រូវក្រាលសំណាញ់មួយជាន់ទៀតនៅខាងក្នុងហ្នឹងនៅពេលកដោបនៅទូចបាទអញ្ចឹងបងប្អូនមើលនេះខ្ញុំប្រើលួសនេះបាទយើងប្រើលួសនេះសម្រាប់ភ្ជាប់បាទងាយស្រួលជាងបាទបើយើងប្រើមកជុលយើងពិបាកដេរបន្តិចបាទយើងប្រើលួសភ្ជាប់ទៅបាទយើងប្រើបែបនេះបាទហើយបងប្អូនក៏អាចប្រើវិធីមួយទៀតដែលខ្ញុំចង់ប្រាប់បងប្អូនថាយើងយកលួសនេះមកដាក់អញ្ចឹងក៏បានយើងដេរក៏បានបាទយើងយកដេរទៅបាទដេរក៏ស្អាតដូចគ្នាជាប់ល្អណាស់បាទវាមានន័យថាយើងមើលខាងក្នុងបាទសាច់ខាងក្នុងខ្ញុំធ្វើមិនទាន់ហើយដែរបាទតែខ្ញុំចង់ចែករំលែកឲ្យបងប្អូនបាទណាឃើញទេសាច់ខាងក្នុងគឺជាប់ល្អមិនបាច់ដាក់អីសកត់ទេបាទយើងធ្វើបែបនេះណាបាទអញ្ចឹងអានេះគ្រាន់តែប៉ុណ្្នឹងក្នុងការចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាបាទអានេះមុងបាទស្បៃកដោបគឺយើងដាក់2 ម៉ែត្រ 6 ម៉ែត្រកម្ពស់2បាទ